សួស្តីអ្នកទាំងអស់គ្នាបាទមកកាន់ vlog របស់ខ្ញុំបាទដែលជា vlog ធ្វើដំណើរមកលេងកម្សាន្តនៅទីក្រុងកោះរ៉ុងនៅខេត្តព្រះសីហនុបាទនៅពេលនេះខ្ញុំបានមកដល់ទីតាំងនៃផែសេសសបាទគឺជាផែដែលយើងឆ្លងពីកំពង់សោមក្រុងកំពង់សោមទៅក្រុងកោះរ៉ុងបាទនេះគឺជាសួននៃផែសេសសនៅខេត្តព្រះសីហនុបាទយើងមកដល់ហើយពេលមកដល់ហើយក៏យើងបានឃើញនៅផែបរឬក៏កប៉ាល់ដែលយើងឆ្លងទៅកោះរ៉ុងបាទហើយយើងក៏លេចមើលទេសភាពជុំវិញនៃផែគឺមានកប៉ាល់ប្រងព្រាតមានកន្លែងអង្គុយលេងដែលមាន view ស្អាតទេសភាពស្អាតគួរឲ្យគយគន់ហើយគួរឲ្យស្រស់ស្រាយមែនទែនបាទហើយនេះគឺជាកោះរិកូលដែលយើងធ្វើការ zoom មើលទៅគឺស្អាតហើយផ្លូវនេះហើយគឺកប៉ាល់ដែលចេញពីសេសសទៅកោះបាទហើយនេះក៏រលេចមើលមកខាងផែសេសសបាទហើយនៅពេលនេះក៏កប៉ាល់បានមកដល់បដាហើយតែមានកប៉ាល់ចេញចូលជាធម្មតាបាទហើយកប៉ាល់នេះមិនមែនជាកប៉ាល់ខ្ញុំត្រូវជិះឡើងទៅទេគឺជាកប៉ាល់ផ្សេងដែលគេដឹកអ្នកដំណើរមកពីកោះមកដល់ផែបាទហើយនេះមានភាពមមាញឹកខ្លាំងគឺកប៉ាល់ចូលដឹកអ្នកដំណើរពីកោះមកក្រុងកំពង់សោមហើយក៏មានកប៉ាល់ចេញទៅវិញដែលដឹកអ្នកដំណើរពីផែកំពង់សោមទៅទីក្រុងកោះរ៉ុងផងដែរបាទឥឡូវតួឯកចេញហើយបាទមើលមុខតួឯកហើយបាទ end on ចាំកប៉ាល់មកដល់នេះជាភ្ញៀវទេសចរដែលគាត់ឡើងពីផែកោះមកដល់ក្រុងកំពង់សោមវិញបាទមានអារម្មណ៍ថាភ្ញៀវទេសចរលើគឺមកលេងក្រុងកំពង់សោមមកលេងទឹកដីកោះច្រើនបាទនេះគឺជាទូកដែលខ្ញុំនឹងត្រូវឡើងទៅបន្តិចទៀតនេះបាទគឺឡើងទៅកោះរ៉ុងបាទឥឡូវបានឡើងមកដល់ទូកហើយបាទ end on បាទចេញហើយនោះគឺស្ពានកោះពោធិ៍បាទស្ពានកោះពោធិ៍ឧបក៏ចាប់ផ្ដើមចេញដំណើរចេញពីផែសេសសឡើងទៅកាន់កោះរ៉ុងបាទនេះគឺជាទស្សនវិជ្ជាខាងក្នុងបាទទស្សនវិជ្ជាខាងក្នុងសំតោជប់មាត់បាទនេះគឺជាទស្សនវិជ្ជាខាងក្នុងនៃឧបដែលខ្ញុំបានជិះធ្វើដំណើរពីផែសេសសឥឡូវនេះក៏ឃើញប៉មហើយបាទក្រោយពីខ្ញុំបានធ្វើដំណើររយៈពេលកន្លះម៉ោងពីផែសេសសមកដល់ទីក្រុងកោះរ៉ុងឥឡូវយើងបានមើលឃើញលំហើយបាទនេះគឺជាផែនៃ resort បាទ resort The Royal Sen បាទ The Royal Sen បាទពិតជាឋានសួគ៌ពិតមែនតើយើងធ្វើការ zoom មើលគឺមិនគួរជឿថាស្រុកខ្មែរយើងមានទីក្រុងកោះរ៉ុងមានកោះដ៏ស្រស់ស្អាតហើយមានការទទួលភ្ញៀវបដិសណ្ឋារកិច្ចពីសំណាក់បុគ្គលិកនៅ resort បាទឥឡូវបានឡើងមកហើយចេញពីឧបឡើងពីឧបឡើងមកដល់លើផែបាទនេះបងប្អូនមើល